ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកអំពីពាក្យមួយចំនួននៅក្នុង ASK មួយដដែលណាយើងតពីវីដេអូមុនតោះអញ្ចឹងមុនចូលទៅដល់វីដេអូសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីរូបនាងខ្ញុំតោះឥឡូវដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅមេរៀនយើងទាំងអស់គ្នាតោះ朋友មិត្តភក្តិជាផ្ទះ有មាន口人សមាជិក女儿កូនស្រីជីប៉ុន្មាន岁អាយុលហើយ今年ឆ្នាំនេះតច្រើនតើឥឡូវយើងអានចិនម្ដងទៀត朋友家有口人女儿几岁了今年多តើឥឡូវយើងមកបង្កើតប្រយោគម្ដងមួយពាក្យតើចំណុចលេខរៀងទី31គឺយើងបង្កើតប្រយោគទៅនឹង朋友បើប្រែថាមិត្តភក្តិអញ្ចឹងយើងអាចបង្កើតទៅជា我们能做朋友吗ហ្នឹងបើប្រែថាតើយើងអាចធ្វើជាមិត្តភក្តិនឹងគ្នាបានទេឧទាហរណ៍ថាយើងចង់ធ្វើមិត្តភក្តិជាមួយនរណាម្នាក់ដែលយើងពេញចិត្តអីអញ្ចឹងយើងអាចប្រើពាក្យនឹងបានណា我们能做朋友吗អូខេតោះចូលដល់លេខរៀងទី32គឺបង្កើតពាក្យទៅនឹងបង្កើតប្រយោគទៅនឹងពាក្យជាបើប្រែថាផ្ទះឬក៏គ្រួសារអញ្ចឹងទៅណាតើអញ្ចឹងយើងអាចបង្កើតទៅជា我回家了អញ្ចឹងបើប្រែថាខ្ញុំត្រឡប់ទៅផ្ទះវិញហើយតោះឥឡូវយើងចូលដល់លេខរៀងទី33បង្កើតពាក្យទៅនឹងពាក្យយោបើប្រែថាមានអញ្ចឹងយើងអាចបង្កើតទៅជា你有钱吗តើអ្នកមានលុយដែរឬទេអញ្ចឹងឈៀនហ្នឹងន័យថាលុយអញ្ចឹងយើងអានចិនម្ដងទៀត你有钱吗បើប្រែថាតើអ្នកមានលុយទេតើយើងចូលដល់លេខរៀងទី34យើងបង្កើតពាក្យ口人ទៅជាប្រយោគណា口人បើប្រែថាសមាជិកអញ្ចឹងយើងអាចបង្កើតទៅជា你家有几口人បើប្រែថាតើអ្នកមានសមាជិកគ្រួសារប៉ុន្មាននាក់你家有几口人អូខេអញ្ចឹងកន្លែងហ្នឹងបើប្រែថាតើអ្នកមានសមាជិកគ្រួសារប៉ុន្មាននាក់ដូចថាគ្រួសារយើងមានមនុស្សប៉ុន្មាននាក់អីអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺគេអាចសួរមកយើងមកបែបហ្នឹងតើយើងចូលទៅដល់លេខរៀងទី35ពាក្យ女儿អញ្ចឹង女儿ហ្នឹងបើប្រែថាកូនស្រីអញ្ចឹងយើងអាចបង្កើតទៅជា她是我的女儿ចឹងនាងគឺជាកូនស្រីរបស់ខ្ញុំតែឥឡូវយើងចូលដល់លេខរៀងទី36现在几点了ឥឡូវនេះម៉ោងប៉ុន្មានហើយចឹងនៅពេលដែលយើងចង់ដឹងថាឥឡូវហ្នឹងម៉ោងប៉ុន្មានហើយយើងអាចប្រើប្រយោគនឹងបានណា现在几点了ចឹងពេលថា现在ហ្នឹងឥឡូវពេលឥឡូវហ្នឹងណាហ្នឹងហើយជីហ្នឹងប៉ុន្មានទៀនហ្នឹងម៉ោង现在几点了ឥឡូវនេះម៉ោងប៉ុន្មានហើយចូលដល់លេខរៀងទី37បង្កើតពាក្យទៅនឹងពាក្យសួយហ្នឹងអាយុតោះឥឡូវយើងអាចបង្កើតថា你几岁了តើអ្នកអាយុប៉ុន្មានហើយតោះចូលដល់លេខរៀងទី38
我吃饭好了我吃饭好了ខ្ញុំញ៉ាំបាយរួចហើយអញ្ចឹងលេខរៀងទី38ហ្នឹងយើងបង្កើតពាក្យលនឹងន័យថារឿងដែលយើងបានធ្វើហើយតែឥឡូវយើងចូលដល់លេខរៀងទី39យើងបង្កើតពាក្យជីនញៀនហ្នឹងន័យថាឆ្នាំនេះអញ្ចឹងយើងអាចបង្កើតទៅជា我今年20岁了我今年20岁了ឬក៏我今年20岁ចឹងមានន័យថាខ្ញុំឆ្នាំនេះអាយុ20ឆ្នាំហើយតោះចូលទៅដល់លេខរៀងទី40តទៅនឹងពាក្យតបប្រែថាច្រើនចឹងយើងអាចបង្កើតទៅជា这里有很多人这里有很多人បើប្រែថានៅទីនេះមានមនុស្សច្រើនណាស់អញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកដល់ត្រឹមនេះចាំជួបគ្នានៅវីដេអូក្រោយ